ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាសកម្មភាពខ្លះនៃការធ្វើដំណើរកម្សាន្តទៅក្រុងព្រះសីហនុ2ថ្ងៃ1យប់បងប្អូនបាទហើយនេះគឺជាសកម្មភាពខ្លះដែលពួកយើងបានឡើងឡានចេញទៅហើយចេញពីភ្នំពេញទៅមកដល់ផ្លូវលឿនលឿនផ្លូវជាតិលេខ4បងប្អូនតំបន់នេះហើយយើងចេញពីទីតាំងហ្នឹងទៅតាមផ្លូវលឿនលឿនទៅដល់កន្លែង check in បងប្អូនចេញពីកន្លែង check in ទៅយើងបន្តដំណើរទៅមុខទៀតទៅដល់នេះហើយបងប្អូនមកដល់កំពង់ស្ពឺហើយនេះយើងកំពុងនៅលើឡានហើយសកម្មភាពនៅលើឡានយើងធ្វើសកម្មភាពសប្បាយទាំងអស់គ្នាជាមួយនឹងក្រុមការងារបងប្អូនបាទហើយទេសភាពលំឡើងតាមដងផ្លូវគឺមើលទៅវាស្អាតមែនតើបងប្អូនបាទចឹងបងប្អូនអាចទស្សនាបាននៅក្នុងវីដេអូនេះគឺបងប្អូនមើលទៅផ្លូវស្អាតរលោងហើយអត់ញ៉ៃញ៉ៃបងប្អូនបាទផ្លូវគឺមាន3កន្លងអញ្ចឹងបងប្អូនគន្លងទី1ទី2ទី3ហើយយើងបើកកន្លងកណ្ដាលបងប្អូនបាទហើយនេះពួកយើងចាប់ផ្ដើមញ៉ាំកម្មវិធីបដាបងប្អូនចាប់ផ្ដើមមានកម្មវិធីសប្បាយនៅលើឡានរហូតតម្រាំតែទៅដល់ក្រុងសីហនុបងប្អូនបាទឥឡូវនេះក៏កំពុងតែជែកគ្នាបដាសើចសប្បាយលេងបដាបងប្អូនហើយក៏មានដែរជាក់នៅលើឡានតិចតួចផងដែរបាទបងប្អូនអញ្ចឹងបន្ទាប់ពីយើងបានជែកគ្នាលេងមួយស្ទុះចាក់ក៏បានណែនាំអញ្ចឹងណាយើងទៅកន្លែងណាខ្លះអញ្ចឹងទៅតបពីបងស្រីគាត់បានណែនាំរួចហើយយើងមកទស្សនាមើលទេសភាពតាមដងផ្លូវបន្តទៀតបងប្អូនបាទថងកន្លែងនេះយើងមើលទៅតំបន់នេះគឺចូលទៅដល់ទឹកដីកំពង់ស្ពឺហើយបងប្អូនបាទហើយទឹកដីកំពង់ស្ពឺឃើញមានទេសភាពព្រៃភ្នំដើមឈើអីស្អាតហើយបងប្អូនបាទហើយបន្ទាប់ពីយើងជិះតាមដងផ្លូវមកសន្ទុះរួចមកយើងក៏បានមកដល់កន្លែងសម្រាប់បងប្អូនយើងក៏ចុះសម្រាប់មួយផ្លែតហើយបានយើងបន្តដំណើរទៅមុខទៀតអញ្ចឹងណាបងប្អូនបាទហើយមើលទឹកមុខពួកគាត់បងប្អូនបាទទឹកមុខពួកគាត់សប្បាយរីករាយតើយើងបានធ្វើដំណើរកម្សាន្តជុំគ្នាបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងឡើងឡានរួចវិញហើយក៏តដំណើរទៅមុខទៀតហើយបងប្រុសម្នាក់នេះក៏គាត់ចាប់ដើមជាងរាំលើឡានបន្តទៀតហើយបងប្អូនបាទអញ្ចឹងសប្បាយមែនតើចឹងបងប្អូនអាចទស្សនាមើលទៅហើយនេះគ្រាន់តែជាសកម្មភាពនៅលើឡានខ្លះហើយបងប្អូនតិចទៀតយើងទៅដល់ទីក្រុងកំពង់សោមយើងនឹងបង្ហាញសកម្មភាពបន្តទៀតបាទហើយយើងមកទស្សនាមើលផ្លូវនៃការធ្វើដំណើរវិញបងប្អូនបាទផ្លូវយើងមើលទៅគឺស្រស់ស្អាតខ្លាំងមែនតើមានសួនច្បារមានព្រៃឈើព័ទ្ធជុំវិញអញ្ចឹងណាបងប្អូនបាទបន្ទាប់ពីយើងមើលទេសភាពតាមដងផ្លូវឥឡូវយើងមើលសកម្មភាពក្នុងឡានវិញបងប្អូនបាទបាទបន្ទាប់ពីយើងសប្បាយមើលសន្ទុះរួចមកយើងក៏មកដល់កន្លែង check in នៅក្រុងព្រះសីហនុហើយបងប្អូនបាទឥឡូវនេះយើងចូលមកដល់កន្លែងគិតលុយយើងចូលទៅកន្លែងគិតលុយសិនបងប្អូនបាទហើយបងប្អូនអាចមើលទេសភាពនៅកន្លែងនេះគឺផ្លូវច្រើនជួរមែនតើហើយឡានថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងក៏ច្រើនដែរអញ្ចឹងបន្ទាប់ពីយើងបានគិតលុយរួចហើយយើងក៏បន្តដំណើរទៅមុខទៀតហើយក្នុងការបន្តដំណើរក៏យើងមានសកម្មភាពសប្បាយក្នុងឡានបន្តទៀតដែរបងប្អូន สู่
បាទបន្ទាប់ពីយើងធ្វើដំណើររយៈពេលមួយសន្ទុះធំរួចមកយើងក៏មកដល់កន្លែងប្រថោងតង់សបាយនាងនាគបងប្អូនបាទកន្លែងនេះក៏គេទៅទេសភាពស្អាតដែរមានសួនច្បារធំទូលាយអញ្ចឹងណាបងប្អូនហើយរូបសំណាកនេះគឺយើងមើលក្នុងវីដេអូនេះឃើញទូចទេតែដល់ពេលយើងទៅមើលផ្ទាល់ចិត្តទីតាំងបានដឹងថារូបសំណាកនេះធំបងប្អូនបាទហើយបន្ទាប់មកយើងក៏បានថតរូបជុំគ្នាជាមួយនឹងក្រុមការងារអញ្ចឹងណាមានក្រុមការងារច្រើនក្នុងនោះក៏មានបងគាត់ចូលរួមទៅជាមួយគ្នាផងដែរបាទហើយនេះគឺជាសកម្មភាពមួយចំនួនដែលយើងបានថតរូបជុំគ្នាលេងនៅតំបន់ហ្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងចេញពីកន្លែងប្រថោងតង់សបាយនាងនាគហ្នឹងទៅយើងក៏បន្តដំណើរទៅមុខទៀតបងប្អូនបន្ទាប់ពីយើងធ្វើដំណើរបានបន្តិចរួចមកក៏មកដល់ទីតាំងមួយទៀតគេហៅថាទីតាំងកន្លែងដើមឈើចាំស្នេហ៍នេះបងប្អូនកន្លែងនេះក៏ទេសភាពស្អាតគួរសមដែរបាទហើយបន្ទាប់ពីយើងចុះថតរូបជុំគ្នាបាទសន្ទុះរួចមកយើងក៏បានបន្តដំណើរចេញទៅមុខទៀតបងប្អូនមកដល់នេះយើងចាប់ដើមស្រស់ស្រូបអាហារថ្ងៃត្រង់ហើយយើងដល់ពេលហូបអាហារថ្ងៃត្រង់អញ្ចឹងណាអញ្ចឹងយើងក៏លេចមកមើលក្នុងហាងគេវិញណាបងប្អូនបាទក្នុងហាងគេមានដេគ័រដើមឈើមានសកម្មភាពធំទូលាយបងប្អូនមានទេសភាពក្នុងហាងគឺធំទូលាយហើយតុហើយហ្នឹងក៏គេរៀបចំបានស្អាតដែរហើយនេះគឺជាមុខម្ហូបដែលបងក្រុមការងារគាត់បានរៀបចំទុកជូនអញ្ចឹងណាបងប្អូនបាទហើយនេះយើងបានចូលតុបដាហើយបាទហើយបងប្អូនអាចមើលបានហើយម្ហូបគេនេះគឺទំនងមែនតើបងប្អូនបាទហើយបន្ទាប់ពីយើងហូបបាយជុំគ្នារួចយើងក៏បានបន្តដំណើរទៅមុខទៀតបងប្អូនបាទយើងចាប់ដើមចេញបន្តដំណើរទៅមុខទៀតហើយមកដល់នេះបងប្អូនមកដល់នេះទេសភាពត្រង់នេះគឺបងប្អូនឃើញមើលទៅសកម្មភាពជុំវិញដែលខ្ញុំដើរនេះគឺស្អាតហើយតំបន់នេះគេហៅថាឆ្នេរព្រែកត្រែងបងប្អូនបាទទឹកសមុទ្រក៏ស្អាតទេសភាពក៏ស្អាតហើយវាលខ្សាច់វិញគឺឆ្នេរធំបងប្អូនមានថាឆ្នេរពីមាត់សមុទ្រមកដល់ឆ្នេរខ្សាច់ហ្នឹងគឺធំស្អាតទូលាយបងប្អូនបាទយើងរត់លេងអត់ចង្អៀតទេហើយទឹកសមុទ្រមើលស្រស់ស្រាយមែនតើសម្រាប់បងប្អូនដែលចង់មកកម្សាន្តនៅទីនេះបងប្អូនអាចមកកម្សាន្តនៅទីនេះបានលក្ខណៈគ្រួសារលក្ខណៈក្រុមការងារអញ្ចឹងណាបងប្អូនបាទហើយយើងមើលទេសភាពជុំវិញទាំងអស់គ្នាបងប្អូនហើយថ្ងៃដែលខ្ញុំថតនេះគឺថ្ងៃសៅរ៍បងប្អូនពេលថ្ងៃរសៀលហើយម៉ោង1ជាងហើយបងប្អូននេះបាទហើយនេះកម្មភាពក្មេងៗគាត់លេងអញ្ចឹងណាបងប្អូនបាទគាត់លេងនៅមាត់សមុទ្រហ្នឹងបងប្អូនបាទហើយយើងក៏មិនទាន់ចូលងូតទឹកដែរនេះយើងចាប់ដើមថតរូបថតអីជុំគ្នាញ៉ាំអីជុំគ្នាអញ្ចឹងណាហើយកន្លែងនេះគាត់ទិញមឹកអាំងយកអាំងជុំគ្នាបងប្អូនបាទហើយមើលទៅមាត់គាត់គឺឆ្ងាញ់មែនតើជាតិមកទៀតឃើញហើយតែយិតញ៉ាំលីងឲ្យហើយបងប្អូនយើងក៏ចាប់ដើមទៅបន្តដំណើរទៅរីសតយើងទៀតបងប្អូនមកដល់នេះយើងមកដល់កន្លែងដែលយើងត្រូវគេងយប់ហ្នឹងបងប្អូនបាទកន្លែងដែលយើងត្រូវគេហ្នឹងយើងមកដល់ចាប់ដើមមើលបន្ទប់មើលអីចឹងណាបងប្អូនបាទ
ហើយបន្ទាប់ពីយើងបានរៀបចំអីរួចហើយក៏យើងបានមកលេងទឹកនៅមកកន្លែងដែលយើងត្រូវស្នាក់នៅយប់ហ្នឹងអញ្ចឹងបងប្អូនបាទហើយទីតាំងកន្លែងនេះគឺខាងមុខនេះគឺស្អាតបងប្អូនបាទហើយកន្លែងនេះក៏យើងបានគ្នាយើងណាក្រុមការងារយើងក៏បានជិះទូកលេងជុំគ្នាអញ្ចឹងទៅហើយខ្ញុំវិញក៏បានដើរថតរូបអីយ៉ាងខ្លះអញ្ចឹងណាបងប្អូនដើម្បីទុកជាអនុស្សាវរីយ៍ទៅថ្ងៃក្រោយទៀតហើយអញ្ចឹងបន្ទាប់ពីយើងលេងមកសន្ទុះរួចមកយើងក៏មកចាប់ផ្ដើមអាំងសាច់អាំងអីញ៉ាំជុំគ្នាពេលល្ងាចអញ្ចឹងណាបងប្អូនបាទហើយអ៊ីនេះគាត់ញាប់ដៃញាប់ជើងអាំងសាច់ណាបាទយើងមានសាច់គោមានបកាមានមឹកមានក្តាមអញ្ចឹងណាបងប្អូនបាទបន្ទាប់ពីយើងអាំងសាច់អាំងអីហូបរយៈពេលមួយស្ទុះរួចមកហើយយើងក៏ដល់ពេលវេលាពេលយប់ហើយបងប្អូនអញ្ចឹងបន្ទាប់ពីយើងដល់ពេលវេលាពេលយប់នេះយើងក៏មានលេងនៅកម្មវិធីមួយចំនួនដែរអញ្ចឹងណាបងប្អូនយើងលេងកម្មវិធីពេលយប់ខ្លះយើងញ៉ាំអីជុំគ្នាខ្លះអញ្ចឹងណាបងប្អូនបាទហើយក្នុងវីដេអូនេះគឺអត់បានដាក់សំឡេងសៀនច្រើនទេបងប្អូនបាទថតកាត់ខ្លះអញ្ចឹងណាបងប្អូនបាទអញ្ចឹងបន្ទាប់ពីពេលវេលាពេលយប់រួចមកក៏ដល់ពេលព្រឹកហើយបងប្អូនអញ្ចឹងព្រលឹមឡើងខ្ញុំពីរនាក់បងប្រុសណាល់គាត់ក៏បាននាំយើងដើរហាត់ប្រាណតាមផ្លូវអញ្ចឹងណាបងប្អូនបាទហើយកន្លែងនេះគឺទីតាំងស្តុកប្រេងរបស់ស្ថានីយ៍ប្រេងឥន្ធនៈសូគីមិចបងប្អូនបាទហើយទេសភាពពេលព្រឹកនៅតាមផ្លូវនៅក្រុងវិស័យអនុនៅម្ដុំឆ្នេរអូត្រេសនេះបងប្អូនគឺអត់សូវមានឡានម៉ូតូទេគឺស្ងាត់ល្អមែនតើហើយទេសភាពពេលព្រឹកគឺត្រជាក់ស្រួលខ្លាំងមែនតើណាបងប្អូនបាទបងប្អូនហើយបងប្អូនមើលទៅធុងស្តុកទឹកប្រេងមួយនេះគឺមានទំហំធំមែនតើហើយអាធំដែលខ្ញុំថតឲ្យមើលនេះដឹងប្រហែលលានលីត្រទេបងប្អូនតាមតែអាទូចពីនោះមានទំហំ3លានលីត្រនិង4លានលីត្របងប្អូនគឺទំហំធំមែនតើគឺធុងមួយគឺស្តុកប្រេងរាប់លានលីត្របងប្អូនបាទហើយមួយនេះវិញគឺទីតាំងដែលគេបូមប្រេងមកបងប្អូនបូមប្រេងចូលទៅស្តុកនៅក្នុងធុងណាអញ្ចឹងកន្លែងនេះគេធ្វើជាស្ពានមួយសម្រាប់ដាក់តយោអញ្ចឹងណាសម្រាប់បូមប្រេងពីសមុទ្រមកឡើងចូលមកក្នុងស្ថានីយ៍ប្រេងសូគីមិចហ្នឹងហើយកន្លែងនេះគេដាក់ឲ្យក្រុមហ៊ុនកម្ពុជាតេឡាបងប្អូនបាទនេះតយោរបស់គេគឺមាន6តយោបងប្អូនហើយតយោធំមែនតើតយោទំហំមុខកាត់ចូល4ទឹក3ទឹក4ទឹកហើយនោះហើយទំហំធុងស្តុកទឹករបស់គេនៅក្នុងហ្នឹងគឺច្រើនខ្លាំងមែនតើចឹងបើសិនជាបងប្អូនណាដឹងថាធុងមួយចំណុះប៉ុន្មានលីត្របងប្អូនជួយប្រាប់ក្នុងវីដេអូនេះផងបាទហើយបន្ទាប់ពីយើងដើរហាត់ប្រាណមកស្ទុះរួចមកយើងក៏បានស្រស់ស្រូបអាហារពេលព្រឹកអញ្ចឹងណាបងប្អូនបាទយើងញ៉ាំមីមកកំប៉ុងអញ្ចឹងសិនទៅបាទហើយបន្ទាប់ពីយើងញ៉ាំមីញ៉ាំអីហើយយើងក៏បានបន្តដំណើរទៅថតរូបជុំគ្នាមុននឹងយើងចេញទៅកន្លែងផ្សេងអញ្ចឹងបងប្អូនបាទបន្ទាប់ពីយើងបានថតរូបជុំគ្នានៅកន្លែងទីតាំងដែលយើងស្នាក់នៅរួចមកយើងក៏បានបន្តដំណើរទៅមុខទៀតហើយបងប្អូនយើងក៏បានបន្តដំណើរទៅទីតាំងមួយទៀតហើយទីតាំងនេះគេហៅថាឆ្នេរអូឈើទាលបងប្អូនដែលហើយយើងបានជិះឡានកាត់នេះហើយបន្ទាប់មកចេញឆ្នេរអូឈើទាលមកយើងក៏បានមកដល់ឆ្នេរអូត្រេសហើយបងប្អូនមកដល់ឆ្នេរអូត្រេសយើងក៏បានចូលទៅទិញកាហ្វេទិញអីទិញតែដោះគោអីញ៉ាំជុំគ្នាលើឡានបន្ថែមអញ្ចឹងណាបងប្អូនបាទហើយនេះសកម្មភាពដែលពួកយើងបានដើរទៅយកកាហ្វេហើយនឹងទៅថតរូបនៅទីតាំងមាត់សមុទ្រហ្នឹងអញ្ចឹងណាអញ្ចឹងបន្ទាប់ពីពួកយើងបានយកកាហ្វេយកអីរួចរាល់ហើយបានថតរូបថតអីរួចរាល់យើងក៏បានចេញដំណើរទៅរកកន្លែងអង្គុយលេងមួយទៀតហើយបងប្អូន
បាទបន្ទាប់ពីយើងចូលលេងនៅឆ្នេរអូត្រេសបានមកសន្ទុះញ៉ាំអីញ៉ាំអាហារញ៉ាំអីថ្ងៃត្រង់រួចមកយើងក៏បានចេញដំណើរទៅកន្លែងកំសាន្តមួយទៀតគេហៅថាកោះព្រះរាជបុត្របងប្អូនបាទហើយនេះសកម្មភាពពេលថ្ងៃនេះម៉ោងប្រហែលជា3បងប្អូនបាទហើយនេះយើងចូលមកដល់ទីតាំងដែលយើងត្រូវមកលេងហ្នឹងហើយបងប្អូនទីតាំងនេះគឺនៅកោះរាជបុត្របាទហើយយើងមកដល់នេះមកដល់ឡើងចំណតទីតាំងកោះរាជបុត្រហើយយើងក៏បានចុះចំណតហើយក៏បានចូលទិញសំបុត្រទិញអីចឹងណាបងប្អូនបាទតាមអញ្ចឹងទៅយើងបានទិញសំបុត្រអីរួចរាល់យើងក៏បានបន្តដំណើរចុះមើលក្រោមបងប្អូនបាទអញ្ចឹងបងប្អូនទៅទស្សនាសកម្មភាពនិងទេសភាពខ្លះៗនៅកោះរាជបុត្របងប្អូនបាទយើងចុះមកដល់ទីតាំងកន្លែងនេះគេហៅកោះសម្ពោធបងប្អូនហើយនៅក្នុងរបស់ខ្ញុំនោះគឺកោះរាជបុត្របាទហើយកោះរាជបុត្រនេះឆ្នេរក៏វែងដែរបងប្អូនឆ្នេរវែងមែនតើយើងឈរមើលពីកោះសម្ពោធទៅបងប្អូនបាទរាជបុត្រអញ្ចឹងយើងដើរមកដល់កន្លែងនេះយើងឃើញមានគេដាក់ផ្លាកមួយហើយមានស្ពានដើរឆ្លងកាត់ទៅអញ្ចឹងណាបងប្អូនបាទបន្ទាប់ពីយើងមកដល់កន្លែងនេះយើងឃើញផ្លាកគេសរសេរហើយបងប្អូនគេសរសេរផ្លាកដាក់ថាកោះសម្ពោធបងប្អូនបាទហើយបងប្អូនអាចមើលនៅក្នុងវីដេអូនេះគឺដឹងហើយគេដាក់ផ្លាកថាកោះសម្ពោធហើយមានសរសេរអក្សរចិននៅខាងក្រោមបន្ថែមទៀតបងប្អូនបាទហើយនៅតំបន់នេះក៏ខ្មែរយើងរស់នៅច្រើននឹងទៅទស្សនាច្រើនដែរបាទហើយមកដល់កន្លែងនេះយើងអាចមើលទេសភាពនៅជុំវិញនឹងបានហើយខ្ញុំដាក់សំឡេងស៊ីណាបងប្អូនស្ដាប់នៅត្រង់វីដេអូនៅកន្លែងកោះសម្ពោធនេះបងប្អូនបាទអញ្ចឹងបងប្អូនអាចទស្សនានៅក្នុងវីដេអូនេះទៅតើកន្លែងដែលទស្សនាទេសភាពដែលយើងមើលនឹងមានអីគេខ្លះបងប្អូនបាទហៅវាមកប្រែប្រោះអញ្ចឹងកន្លែងនេះគេដាក់ផ្លាកថ្មគឺគក់មាសមើលដីគោកអញ្ចឹងមើលថ្មមួយនេះវាដូចគក់មែននេះមានមាត់នេះមាត់របស់វានេះភ្នែកនេះភ្នែកវានេះថ្មអណ្ដើកមើលសមុទ្រថ្មមួយនេះបងប្អូនថ្មនេះគេដាក់ឈ្មោះថាថ្មអណ្ដើកមើលសមុទ្រគឺវាមើលមកទីតាំងទេសភាពនេះហើយចេញទៅកោះរាជបុត្រថ្មនេះថ្មមួយនេះគេហៅថាថ្មពោះវែកប៉ុន្តែអត់ដូចទេបងប្អូនថ្មមួយនេះដូចពោះទេមើលហើយនេះកងគង្វាលបុកអមាល់អញ្ចឹងមាននៅតំបន់នេះមានសុកបុកអមាល់ហើយថ្មលលោកយ៉ានេះថ្មនេះរុំទេពនេះកំឡុងនេះយើងកំពុងនៅមុខរូងទេពនេះរោងទេពនេះរោងទេពតោះដែរអាកុំតន់មួយដល់មួយគេថតសិនណាចឹងអានេះរូងនេះមានរូងមកឡើងមកលើភ្នំហ្មងតាមចូលតាមព្រួយនេះទស្សនភាពរួមនៅលើភ្នំកោះសម្ពោធនេះផ្លូវនេះយើងចុះចេញទៅចដាខាងមុខវិញយើងហើយត្រឡប់ទៅអញ
đáy một thôi có rồi bớt sao thấy con lên trên quanh này nắng cái mơ vậy không sao với chính mình nữa chính mình sao với chính mình thôi thôi tới bây giờ khơi quỳnh nè còn đang slow mơ cay ghê ăn bông phật anh khơi chạy đi slow mơ về giúp ta chẳng khơi ăn bông phật bây nhẹ không nên khơi dậy cho ăn pha xịn khai mà dậy cho ăn rồi ôi nhóc cô rụp xong nặng phần liêng ta đang chưa mua ấy đấy nè tì cái lại ta chớ đâu là mò chẳng nhưng mà đám chữ nè vì đó là mò mẹ nó ổn đó chạm rồi bị khó làm nó lớn này Nicole vào với bảy vậy ai vía bảy mẹ một tháng xong một đi chẳng lấy dương cho với dương mà đo lại ta với chẳng dương tranh cho thằng nó mình chẳng để chọc ngồi bao nhiêu tiền lấy ngày tôm nè kia nè mà cho ba chặt ta lại riêng chốt đi lấy son màn màn buồn đi là đừng màn primary thấy bón không ba đấy bón không là một bón là nó bông nào bán thèm hơn đó tam rồi lâu nào lên tôi lấy ba mấy tô của đấy mà lấy con phanh đâu ai con đi ốt đấy ốt luôn ai nhỉ em ốt ai buồn đi ô mà mày khơi nhân ôi quả thơm á ốt ai ốt bia hai tập lá viên châm nuôn bàn gì mà cái viên bòn riêng sao lâu lệch buôn lệch bàn buôn nữa thằng nấu lệch buôn lệch bóc mơn đi mà liên còn thay cho tôi ba buổi liên ok ông không có thử chọn lên đọc ơn đi bóng cái thử bạn đi sao không hiểu nhóm khoa là thuê so khiếu chặt vào đây so khiếu chặt cho nè cái tâm hai chặt ba sân nè vì đó cô ta so khiếu thấy
thầy thiệt sao không cái vui liền phải lại đấy sọc riêng lo thế hả mày lên mũi lên mũi lên phi xanh lên mũi mà lên mũi lên phi chứ lên chỗ đi mũi sao lâu rồi con son mà lên tay nong son mấy mà con son buồn son ơi mũi mới pi mơ đi pi đó miền con là xe đang không soi dương ấy na miền si xuân nấu này là bài canh sơn 200 klem tam khối thì 200 má sọc phiệp lo chứ trong ba là to thùng chào bà này mơ to thùng bộ dục đi dục đi đi xem em đã lần chồng con man trong phòng mấy mà fan lối dục đi sao tao đập tao bánh to đi này chém miếng mấy fan lối ngồi bao giờ đã lên cái đó anh đang không soi dương ấy na đang á bây giờ lên hỏi nữa so thùng nón tiền đấy anh lấy luôn mưa bay nó biết bỏ thông đi. nó bên bón á trong cặp chung city luôn này Chả là đâu. không mà to thùng như này lên thợ bón căng lối trong đô tam rồi Đó. Dưới đâu tóc mướn. Ai biết sao tầm mình. Đại fanประมาณกับปองยบเลยกันอยากได้ข้าวอันทั้งกันดิMá. Là đi tao thấy. Không được đâu. Không chứ nó tiền đó. Qua là đến nôi chim con khe thế cho bay ta đen rồi đi đen rồi đi phải đọc mời con đấy ở bên trong tiền bo các bạn xong tiền bo này bạn Đây nó có vấn đề đấy, bạn đừng có. lo ta xong phía ba người nữa xong phía đi ha ta ăn lôi chơi ăn cho xong phía mà ăn lôi rồi chưa nghe hở kìa biết sao mà nè để mình rồi Ủa mình thấy câu nặng hai mẫu đây. Thấy luôn.
vô mà nói lấy cái chia này nha thợ của anh căn sinh con đo lấy cái mấy mướn thợ ấy mấy con ăn đi mướn thợ ấy đi mướn con đi chứ là căn là lấy xong hả đúng rồi dùng mấy không tự không phận xưa cha đọc tới tôi ăn cà phê đây bao nhiêu thì ăn đây mới được ôi xong rồi cha cầm lưng lên đây tao bên đây đi đói bên đây đi kia đấy xin na chăm à tôi chết đây tôi làm mày tôi làm mày dưng lên xin na khỏi kê dục mấy pram mất xịt đi bán pin đập mất cho màn đó nữa quán này không khỏi kê thợ ấy ôm người hay cho anh con không rồi dạ khỏi cái thợ trong khỏi kê pram không បាទហើយបន្ទាប់ពីសកម្មភាពដែលយើងបានដើរលេងសប្បាយរយៈពេល2ថ្ងៃមួយយប់គឺមកដល់ទីបញ្ចប់ហើយបងប្អូនអញ្ចឹងសូមជូនពរបងប្អូនជួបតែសុខភាពល្អសំណាងល្អទាំងអស់គ្នាបាយបាយ